ចឹងឥឡូវនេះបងប្អូនសិស្សទាំងអស់គ្នាតនេះនៃការធ្វើម៉ូដបងគ្រូបានធ្វើឲ្យពីម៉ូដហ្នឹងមិញណាគ្រូបងប្អូនសិស្សទាំងអស់គ្នាមិនតគ្រូទេតែសិនជាតិបងប្អូនអាចមើលតាំងពីដើមមកវិញមកចាចាសួស្តីបងប្អូនក៏សិស្សទាំងអស់គ្នាថ្ងៃនេះជួបជាមួយអ្នកគ្រូទៀតហើយចានៃការមករៀនឆ្នៃមុខកញ្ចក់ហ្នឹងបងប្អូនក៏សិស្សទាំងអស់គ្នាអញ្ចឹងដូចបងប្អូនបានឃើញក្នុងវីដេអូរបស់គ្រូអញ្ចឹងគឺអ្នកគ្រូមានជាប្រភេទដៃស៊ីលីកូរបស់យើងទាំង5នេះដើម្បីយើងរៀនឆ្នៃណាបងប្អូនសិស្សទាំងអស់គ្នាចាអញ្ចឹងដោយអ្នកគ្រូអត់ចង់ឲ្យកាលានេះយូរអញ្ចឹងអ្នកគ្រូបានលាបផ្ទៃរួចរាល់ហើយសម្រាប់ផ្ទៃបងប្អូនចូលលាបផ្ទៃពណ៌អីដែរពណ៌អីក៏បានដែរចាសម្រាប់អ្នកគ្រូចូលរបៀបផ្ទៃឆ្លាស់គ្នាបែបហ្នឹងមកអ្នកគ្រូធ្វើការឆ្នៃបែបម៉ូដចាយើងប្រើជាមួយនឹងចែប៉ូរិកចាឲ្យឆ្នៃចេញជាម៉ូដហ្នឹងបងប្អូនសម្រាប់គ្នាអញ្ចឹងចូលដឹងថាអ្នកគ្រូឆ្នៃយ៉ាងម៉េចឲ្យឃើញម៉ូដចាឃើញម៉ូដស្អាតមកផ្នែកទៅបងប្អូនកុំភ្លេចចូលមើលខាងឡាយរបស់អ្នកគ្រូណាចាមើលបានច្រើនមកបងប្អូននឹងដឹងថាអ្នកគ្រូធ្វើម៉ូដអីហើយអញ្ចឹងបងប្អូនមករៀនធ្វើជាមួយអ្នកគ្រូទាំងអស់គ្នាបាទដូចអ្នកគ្រូបានបញ្ជាក់អញ្ចឹងបងប្អូនលេខផ្ទៃក៏អីក៏បានដែរអាស្រ័យលើការឆ្នៃរបស់យើងណាបងប្អូនអូខេដែរអ្នកគ្រូលេខផ្ទៃខុសគ្នាបែបហ្នឹងណាតែអញ្ចឹងបើខាត់ពេលយូរឥឡូវមករៀនឆ្នៃជាមួយអ្នកគ្រូអញ្ចឹងអ្នកគ្រូចាប់ផ្ដើមពីដៃមេមុនណាចាសម្រាប់ដៃមេនេះគឺអ្នកគ្រូបានលេខផ្ទៃក៏ខ្មៅអញ្ចឹងមុននឹងយើងធ្វើអ្នកគ្រូលេខជាមួយនឹងថាចែពង្រីកមានណាបងប្អូនអូខេគឺយើងលេបចែនេះទៅគឺពេលដែលយើងឆ្នៃឬក៏យើងធ្វើម៉ូដអ្វីមួយទៅគឺវាធ្វើឲ្យលេខមៀតចាមើលលេខមៀតណាបងប្អូនអូខេតែអញ្ចឹងអ្នកគ្រូចាប់ផ្ដើមលាបពណ៌សណាបងប្អូនគ្នាតែអញ្ចឹងអ្នកគ្រូចាប់ផ្ដើមលាបអញ្ចឹងលាបឲ្យហើយសិនសម្រាប់ការលាបចាស់ពង្រីកនេះគឺយើងអត់ចង់អាំងទេតែតែយើងចង់អាំងទៅធ្វើឲ្យម៉ូដរបស់យើងនឹងអត់នេះណាបងប្អូនគ្នាមិនថាយើងលាបទៅវាអត់រីកទេតែអញ្ចឹងមកខាត់ទេឥឡូវមកធ្វើជាមួយអ្នកគ្រូតែមកទេសម្រាប់ម៉ូដនេះដែរអ្នកគ្រូជ្រើសរើសពណ៌បែបឈប់ណាបងប្អូនគ្នាគ្រូលាបពណ៌បែបឈប់តែមកពណ៌បែបឈប់យើងថាយើងចេញបែបម៉េចតាចាមិញអ្នកគ្រូបានលាបទឹកពង្រីកមាសហើយណាឥឡូវតាអ្នកគ្រូនឹងមកលាបជាមួយនឹងចាពណ៌ឈប់របស់យើងដើម្បីយើងឆ្នៃឲ្យវាចេញជាម៉ូដបងណាបងប្អូនសិស្សគ្នាចាតែឥឡូវនេះបងប្អូនសិស្សគ្នាមើលកុំរំលងណាចឹងអ្នកគ្រូចាប់អានឆ្នៃឯងបងប្អូនគ្នាសម្រាប់ម៉ូដនេះបងប្អូនចង់នេះអញ្ចឹងឥឡូវនេះអ្នកគ្រូដាក់បន្តវាអញ្ចឹងសិននេះចាឥឡូវអ្នកគ្រូប្រើនឹងជក់ដើម្បីទាញវាចឹងណាបងប្អូនគ្នាគ្រូប្រើជក់ណាបងប្អូនគ្នាដើម្បីទាញវាឲ្យចេញជាម៉ូដនេះបងប្អូនអរគ្នាមើលឃើញទេឬក៏មើលតួនេះនៃការឆ្នៃមកនេះគឺអត់ប្រវត្តិទេគឺអ្នកគ្រូដាក់ជាមួយនឹងចេះបរិយារបស់យើងហើយយើងធ្វើការបរិយារបស់វានឹងអញ្ចឹងកន្លែងនេះអ្នកគ្រូដាក់មួយដែរដាក់បើយើងចង់ឲ្យវារីកធំយើងចាដាក់ពណ៌ចែករបស់យើងឲ្យច្រើនទៅបងប្អូនគ្នាចាអញ្ចឹងអ្នកគ្រូបានម៉ូដនេះមួយណាគឺអត់ដល់ហើយកន្លែងនេះអ្នកគ្រូនឹងបន្ថែមនៅកន្លែងចុងនេះបន្តិចទៀតបងប្អូនគ្នាចាអញ្ចឹងនៅពេលដែលយើងដាក់ជាមួយនឹងចែកប្រេកទៅឃើញចែករបស់យើងរីកបែបហ្នឹងបងប្អូនគ្នាចាឃើញចែករបស់យើងរីកបែបហ្នឹងគឺរីកស្អាតមែនតើបាទអញ្ចឹងកន្លែងនេះអ្នកគ្រូចូលអាំងសិនណាចាំយើងធ្វើបន្តទេកាលណាយើងទុកយូរទៅវាអាចចែករបស់យើងកាន់តែរីកធំលេងឃើញម៉ូដតែអញ្ចឹងអ្នកគ្រូចូលអាំងសិនចាអ្នកគ្រូដាក់ជាមួយនឹងពណ៌ខ្មៅអ្នកគ្រូលាបជាមួយចេះបរិយរួចរាល់ហើយតែឥឡូវអ្នកគ្រូប្រើជាមួយនឹងជក់វិញម្ដងដើម្បីយើងវាពេលមួយឆ្នៃដាក់ជក់នេះអ្នកគ្រូដាក់ជាមួយនឹងពណ៌លឿងនេះពណ៌ផ្ទៃពណ៌ខ្មៅនេះអ្នកគ្រូដាក់ជាមួយនឹងចាពណ៌លឿងណាបងប្អូនគ្នាថាវាដាក់ទៅឆ្លុះស៊ីគ្នាអត់ឥឡូវអ្នកគ្រូសាកដាក់សិនណាអ្នកគ្រូសាកដាក់សិនថាម៉ូដរបស់យើងស៊ីគ្នាអត់ចាមើលទៅវាអត់ស៊ីគ្នាបងប្អូនគ្នាដោយសារយើងដាក់ជាមួយនឹងផ្ទៃពណ៌ខ្មៅហើយពណ៌លឿងនេះវាអត់ស្អិតដល់ទេអញ្ចឹងអ្នកគ្រូដូរតែយើងគ្រូដាក់ពណ៌អីចឹងអ្នកគ្រូដូរដាក់ពណ៌សវិញម្ដងណាបងប្អូនគ្នាតាចឹងអ្នកគ្រូចាប់ដើមគូសលាងវាអញ្ចឹងណាបងប្អូនគ្នានេះអញ្ចឹងដល់ពេលហើយវាបែកកាឡាឲ្យខ្លួនឯងមកចឹងដល់តិចវាបែកកាឡាបងប្អូនគ្នាដល់ពេលហើយវារីកនេះវាបែករីកបែបហ្នឹងជាមួយចែពង្រីករបស់យើងណាបងប្អូនគ្នាចានេះពេលវារីកទៅឃើញម៉ូដរបស់យើងនោះស្អាតខ្លាយកាន់ម្យ៉ាងទៀតណា
ពីបងប្អូនមានពណ៌អីផ្សេងទៀតក៏បានដែរយកមកដាក់ជាមួយនេះអញ្ចឹងអ្នកគ្រូដាក់វាแบบហ្នឹងឲ្យវារីកចឹងមកចានេះគ្រប់កាន់តែយូរកាន់តែរីកបែកធំណាបងប្អូនតោះឥឡូវយើងចូលដល់ម៉ូតទៀតហើយសម្រាប់ម៉ូតនេះអ្នកគ្រូចាអញ្ចឹងមុនដំបូងអ្នកគ្រូដាក់នេះសិនណានេះអ្នកគ្រូគូឆ្នោតជាមួយនឹងប្រដរបស់យើងសិនចាអ្នកគ្រូគូឆ្នោតជាមួយនឹងប្រដរបស់យើងសិនណាចាំហើយអ្នកគ្រូដាក់ជាមួយនឹងចែកប្រិចចាអញ្ចឹងអ្នកគ្រូគូខាំវាបែបហ្នឹងគ្រូគូខាំវាអញ្ចឹងទៅមកចាចឹងឥឡូវនេះបងប្អូនសិស្សទាំងអស់គ្នាតើនៃការធ្វើម៉ូតបងគ្រូបានធ្វើឲ្យពីម៉ូតហ្នឹងមិញណាគ្រូបងប្អូនសិស្សទាំងអស់គ្នាមិនតន់គ្រូទេតែសិនជាតិបងប្អូនឲ្យមើលតាំងពីដើមមកវិញមកចាតើអញ្ចឹងអ្នកគ្រូចាប់ដើមគប់នៃផលិតរបស់យើងហ្នឹងមកខាងtrongកតាអញ្ចឹងអ្នកគ្រូដាក់ជាមួយនឹងចែកផលិតរបស់យើងអ្នកគ្រូដាក់តាមខាងណាបងប្អូននេះអ្នកគ្រូគូតាមខាងទេគូតាមខាងនេះទេចាព្រោះអីអ្នកគ្រូឆ្នៃតាមម៉ូតមកខាងហ្នឹងបងប្អូនចាអញ្ចឹងសម្រាប់ខាងនេះដែរអ្នកគ្រូជួយលើពណ៌សដើម្បីយើងយកមកឆ្នៃចាតាអញ្ចឹងអ្នកគ្រូដាក់មិញអ្នកគ្រូដាក់ជាមួយនឹងចែកប្រេងរបស់យើងណាបងប្អូនអញ្ចឹងអ្នកគ្រូដាក់កន្លែងមួយចាកន្លែងមួយបងប្អូនឥឡូវអ្នកគ្រូដាក់ទៅនេះសិនយើងមើលយើងប៉ាន់ស្មានមើលថាវារីកទៅវាចេញម៉ូតមកឆ្លាស់គ្នាណាបងប្អូននេះគឺទៅនេះមួយពីសារមិញកន្លែងនេះអ្នកគ្រូដាក់ចែកប្រេងតិចណាបងប្អូនអញ្ចឹងវាសូវរីកធំហ្នឹងយើងមើលបាយណាចន្លោះយើងបន្ថែមនេះមកដោយសារយើងអត់ត្រូវដាក់ចែកប្រេងតិចដែរអញ្ចឹងវាសូវរីកចឹងអ្នកគ្រូទុកឲ្យវារីកសិនណាចាំយើងចូលអាំងចាក់ទុកវារីកធំបន្តិចសិនទៅចាំយើងចូលអាំងចឹងគ្រូទុកវាម្លាយសិនណាចឹងអ្នកគ្រូចាប់ដើមដល់ម៉ូតទៀតណាសម្រាប់ម៉ូតនេះអ្នកគ្រូដាក់ជាមួយនឹងចារបស់យើងបងប្អូនគ្នាចែកប្រេងរបស់យើងដែរអញ្ចឹងសម្រាប់ថ្ងៃនេះដែរអ្នកគ្រូមកបង្ហាញជាមួយនឹងការឆ្នៃម៉ូតជាមួយនឹងចែកប្រេងរបស់យើងថាយើងឆ្នៃបែបម៉េចឆ្នៃមិនឲ្យឃើញយើងចេញម៉ូតស្អាតណាបងប្អូនគ្នាសម្រាប់ចែកប្រេងនេះអ្នកគ្រូក៏បានធ្វើច្រើនវីដេអូឲ្យដែរប៉ុន្តែយើងគ្រាន់តែធ្វើម៉ូតខុសគ្នាណាចាអញ្ចឹងសម្រាប់ពណ៌នេះអ្នកគ្រូជ្រើសរើសពណ៌ខ្មៅដើម្បីយើងយកមកគូសម៉ូតរបស់យើងចាអញ្ចឹងអ្នកគ្រូការដាក់ពណ៌ខ្មៅសិនណាបងប្អូននេះពណ៌ខ្មៅរបស់យើងចាអញ្ចឹងមិញអ្នកគ្រូបានរៀបជាមួយនឹងចែកប្រយោជន៍រាល់ណាបងប្អូនអញ្ចឹងអ្នកគ្រូធ្វើការឆ្នៃយ៉ាងបងប្អូនទាំងអស់គ្នាមើលតណាអញ្ចឹងឥឡូវនេះអ្នកគ្រូដាក់បាញ់សិនចាហើយអ្នកគ្រូចាប់តាមពីវាមកខាងនេះវិញបងប្អូនក៏ស្ដាប់ពេលធ្វើតាមអ្នកគ្រូចឹងមកចាពេលដែលយើងវាទៅដល់ពេលដែលវាបាយទៅគឺឃើញម៉ូតស្អាតណាបងប្អូនគ្នាឃើញម៉ូតស្អាតតែហើយកន្លែងនេះអ្នកគ្រូដាក់វារៀងដុតតិចហើយអ្នកគ្រូថែមបន្តិចចាចឹងអ្នកគ្រូថែមវាប៉ុណ្ណឹងឥឡូវអ្នកគ្រូនៅបន្តដាក់ជាមួយនឹងប្រវត្តិរបស់យើងទៀតដើម្បីឲ្យវារៀងភ្លឺបន្តិចណាបងប្អូនគ្នាដាក់កន្លែងដែរអ្នកគ្រូដាក់កន្លែងមួយចាដាក់វាភ្លឺបន្តិចមកយើងដាក់បន្តិចបែបហ្នឹងមកឲ្យវាឃើញម៉ូតរបស់យើងហ្នឹងបែបភ្លឺជាមួយនឹងពណ៌ខ្មៅរបស់យើងហ្នឹងចាមើលទៅឃើញស្អាតបែបថ្មីទៅខាងបងប្អូនបែបម៉ូតម្យ៉ាងម្នាក់ណាបែបម៉ូតម្យ៉ាងម្នាក់ខ្លាយពីគ្នាចឹងបងប្អូនក៏ស្ដាប់តនេះនៃការរៀនធ្វើនីម៉ូតបែបខ្លាយថ្មីងាយៗបងប្អូនចាអញ្ចឹងថ្ងៃនេះអ្នកគ្រូបានធ្វើតែប៉ុណ្ណឹងឯងបងប្អូនមើលថាយើងឆ្នៃបែបហ្នឹងទៅគឺម៉ូតរបស់យើងខ្លាយឬក៏អត់ចានេះយើងដាក់ជាមួយនឹងពណ៌ផ្ទៃពណ៌ខៀវហើយយើងយកពណ៌ខ្មៅដើម្បីយើងមកគូសចេញជាម៉ូតចានេះចឹងអ្នកគ្រូដាក់វាចូលអាំងសិនណាបងប្អូនកុំទុកយូរកាលណាទុកយូរធ្វើឲ្យម៉ូតរបស់យើងកាន់តែរីកធំលែងស្អាតតែចាអញ្ចឹងមកសល់ម៉ូតមួយចុងក្រោយនេះបងប្អូនសម្រាប់ម៉ូត
ចុងក្រោយនេះអ្នកគ្រូមុននឹងយើងធ្វើឥឡូវអ្នកគ្រូគូសឡាញពណ៌ខ្មៅសិនណាបងប្អូនគ្នាតែពណ៌ខ្មៅនេះអ្នកគ្រូគូសតែខាងគៀនបន្តិចទេអ្នកគ្រូគូសតែខាងគៀនបន្តិចណាបងប្អូនគ្នានេះអ្នកគ្រូគូសខាងគៀនហ្នឹងណាបងប្អូនគ្នាតែអញ្ចឹងយើងគូសមកខាងនេះក៏ដូចគ្នាដែរយើងគូសតែបន្តិចមកខាងគៀនហ្នឹងព្រោះអីអ្នកគ្រូត្រូវមានម៉ូដឆ្នៃនៅផ្នែកកណ្ដាលអ្នកគ្រូធ្វើម៉េចឲ្យវាសមនឹងម៉ូដរបស់យើងបងប្អូនគ្នានេះវាឲ្យយើងឃើញចាឆ្នូតខ្មៅនៃខាងចំហៀងនៃកញ្ចក់របស់យើងហ្នឹងអញ្ចឹងកន្លែងនេះអ្នកគ្រូដាក់វាចូលអាំងម៉ាសាសិនណាបងប្អូនគ្នាដោយសារព្រោះអីយើងត្រូវគូសនៅផ្នែកកណ្ដាលខ្លាំងតែពេលដែលយើងគូសទៅវាខូចម៉ូដអញ្ចឹងយើងត្រូវការអាំងឲ្យវាឈ្ងុយម៉ាសាសិនចាំយើងបន្តនេះធ្វើមួយម៉ូដទៀតក៏ដល់យើងអត់អាំងទេគឺយើងធ្វើទៅវាខ្លាចខូចម៉ូដដែលយើងខំគូសហ្នឹងបងប្អូនគ្នាចាចឹងអ្នកគ្រូចូលអាំងប្រហែលជា10វិនាទីគឺរួចរាល់ហើយចឹងឥឡូវយើងបានអាំងរួចរាល់ហើយឥឡូវអ្នកគ្រូចាប់ផ្ដើមដាក់ជាមួយនឹងចែបរិចរបស់យើងនៅផ្នែកកណ្ដាលនេះអូននៅផ្នែកកណ្ដាលបែបហ្នឹងសម្រាប់ចែបរិចនេះខ្លួនឯងបើសិនជាបងប្អូនក៏ស្នងគ្នាចង់ឲ្យវារីកកាន់តែធំកាន់តែរីកកាន់តែខ្លាំងបងប្អូនលេបឲ្យយ៉ាងច្រើនទៅគឺវារីកខ្លាំងព្រោះវាបើសិនជាយើងចង់វាអត់ចង់ឲ្យរីកខ្លាំងអញ្ចឹងបងប្អូនវាតាមស្ដើងល្មមបានហើយបាទអញ្ចឹងកន្លែងនេះដែរអ្នកគ្រូចាប់ដើមដាក់ពណ៌បែបខៀវនៅចំចំណុចនេះពេលដែលយើងដាក់ទៅវារីកបែបហ្នឹងណាបងប្អូននេះវារីកឲ្យខ្លួនឯងបែបហ្នឹងអញ្ចឹងបងប្អូនដាក់ចឹងមកចានេះចាយើងដាក់វាអញ្ចឹងមកដល់ពេលហើយវារីកបែកទៅខ្លួនឯងយើងគ្រប់គ្នាអញ្ចឹងឡើយនេះបងប្អូនសរុបគ្នាតនេះចាគឺបែបងាយហើយយើងធ្វើបែបលឿនហើយម៉ូដរបស់យើងហ្នឹងក៏ថ្មីដែរពេលដែលយើងដាក់បែបហ្នឹងទៅវារីកឲ្យខ្លួនឯងយើងគ្រប់គ្នាចាវារីកបែកឲ្យខ្លួនឯងឃើញម៉ូដរបស់យើងស្អាតតែនេះវារីកបែបហ្នឹងណាបងប្អូនគ្នាអញ្ចឹងពេលដែលយើងទុកហើយវារីកបែកខ្លួនឯងចឹងមកចាវារីកហើយអញ្ចឹងនៅកន្លែងផ្នែកខាងគៀននៃពណ៌ខ្មៅនេះអ្នកគ្រូជាបរតនៅខាងគៀននេះបន្តិចមកបងប្អូនដើម្បីឲ្យវាភ្លឺណាចឹងអ្នកគ្រូដាក់វាប៉ុណ្ណឹងឥឡូវអ្នកគ្រូចូលអាំងវាសិនកាលណាបើយើងទុកយូរវាបែកម៉ូដរបស់យើងកាន់តែធំផ្សេងទៀតចាបែបបញ្ញាម្នាក់ម្នាក់ណាបងប្អូននេះចាគឺបែបធ្វើបែបងាយហើយយើងធ្វើលឿនណាបងប្អូនសម្រាប់មុខនេះយើងធ្វើបើសិនជាយើងធ្វើទាំងធ្វើដៃទាំងដងគឺប្រហែលជា10នាទីហើយ20នាទីហ្នឹងបងប្អូនចាគឺបែបងាយបងប្អូនធ្វើលឿនចាអញ្ចឹងបន្ទាប់ពីអ្នកគ្រូឆ្នៃហើយចាអ្នកគ្រូឆ្នៃហើយអ្នកគ្រូចាប់ផ្ដើមលាបជាមួយនឹងទឹករលោងដើម្បីធ្វើឲ្យម៉ូដរបស់យើងកាន់តែភ្លឺហើយឲ្យពណ៌ឲ្យចែរបស់យើងនឹងវាស្ងួតណាបងប្អូនគឺว่ารលោងស្ងួតបងប្អូនតែបើយើងអត់ធ្វើឲ្យយើងអត់លាបទឹករលោងទេគឺវាអត់ស្ងួតបងប្អូនគឺវានៅស្អាតៗណាអញ្ចឹងយើងត្រូវលាបជាមួយនឹងទឹករលោងដើម្បីឲ្យម៉ូដរបស់យើងវាស្ងួតហើយវាភ្លឺល្អវាកាន់តែភ្លឺណាបងប្អូននេះបាទចឹងអ្នកគ្រូចាប់ផ្ដើមលាបជាមួយទឹករលោងណាបងប្អូននេះចឹងការលាបទឹកកន្លងនេះក៏សំខាន់ដែរបើសិនជាបងប្អូនធ្វើហើយធ្វើស្អាតហើយយើងអត់ចេះលាបជាមួយទឹកកន្លងរបស់យើងក៏ម៉ូដរបស់យើងក៏ស្អាតដែរអត់ស្អាតតាមហ្នឹងដែរបងប្អូនអញ្ចឹងវាគប់ផ្សំគ្នាចាគប់ផ្សំគ្នាការឆ្នៃរបស់យើងមកស្អាតហើយយើងលាបជាមួយទឹកកន្លងធ្វើឲ្យម៉ូដរបស់យើងភ្លឺយ៉ាងប៉ុណ្ណេះមិញនៅពេលដែលយើងអត់ទាន់លាបនឹងនេះវាខុសគ្នាបែបហ្នឹងចាគឺមិញគឺតែភ្លឺទៅពេលដែលយើងលាបទៅគឺភ្លឺចាំងម្ដងបងប្អូនចាំតទៅយើងលាបហើយយើងចូលក្នុងម៉ាស៊ីនអាំងម្ដងទៀតដើម្បីឲ្យវាស្ងួតណាចាតោះឥឡូវយើងចូលដល់ម៉ូដយើងបន្ទាប់នេះសម្រាប់ម៉ូដនេះគឺស្អាតមែនទេបងប្អូនគ្នាអញ្ចឹងបងប្អូនមើលហើយភ្លេចតែអនុវត្តរបស់គ្នាផងណាដើម្បីឲ្យយើងកាន់មានចាស្នាដៃរបស់យើងហ្នឹងកាន់តែខ្លាំងទៅនៃការឆ្នៃម៉ូដរបស់យើងសម្រាប់អ្នកគ្រូគឺអ្នកគ្រូជឿទៅម៉ូដណាដែលឲ្យបងប្អូនទាំងអស់គ្នាងាយស្រួលធ្វើចាមើលហើយឆាប់យល់មើលហើយឆាប់ចេះណាបងប្អូនគ្នាចាអញ្ចឹងបងប្អូនមើលវីដេអូរបស់អ្នកគ្រូហើយកុំភ្លេច like share ហើយ comment ដល់អ្នកគ្រូម្នាក់មួយផងណាចាអ្នកគ្រូនឹងចេញម៉ូដថ្មីចេញវីដេអូថ្មីរាល់ថ្ងៃដើម្បី
ឲ្យបងប្អូនកូនសិស្សទាំងគ្នារៀនធ្វើរៀនឆ្នៃចាដូចតែបងប្អូនបានមករៀនជាមួយអ្នកគ្រូផ្ទាល់អញ្ចឹងអ្នកគ្រូចែករំលែកចាបទពិសោធន៍ខ្លះៗដើម្បីឲ្យបងប្អូនកូនសិស្សទាំងគ្នារៀនធ្វើណាចាំបើសិនជាបងប្អូនកូនសិស្សទាំងគ្នាចង់ចេះជំនាញហ្នឹងឲ្យកាន់តែខ្លាំងចាកាន់តែតបងប្អូនអាចទៅចូលរៀនពីខាងផ្នែកអ្នកគ្រូបានណាបងប្អូនអ្នកគ្រូក៏មានបង្រៀនសិស្សតាមអនឡាញរៀនផ្ទាល់ផងដែរចាបើសិនជាបងប្អូនកូនសិស្សមានចំណាប់នោះអាចឆាតសួរឬខមមិននៅខាងក្រោមវីដេអូរបស់អ្នកគ្រូក៏បានដែរណាចាឬក៏បងប្អូនឆាតចូលពេកអ្នកគ្រូផ្ទាល់ក៏បានដែរគឺពេកអ្នកគ្រូពីវិស័យណាបងប្អូនគ្នាចាគឺអ្នកគ្រូគាត់មានតាមបង្រៀនផ្ទាល់និងបង្រៀនតាមអនឡាញមិនសិនជាបងប្អូនទាំងអស់គ្នាគិតថាអត់មានពេលមករៀនផ្ទាល់ទេបងប្អូនអាចចូលឈ្មោះរៀនតាមអនឡាញបានអ្នកគ្រូក៏មានបង្រៀនតាមអនឡាញដែរបងប្អូនគ្នាចាឥឡូវអ្នកគ្រូចាប់ដើមយកវាមកតម្រៀបចេញជាម៉ូដចាឲ្យបងប្អូនទាំងអស់គ្នាមើលម្ដងទៀតថាម៉ូដរបស់វានេះគឺវាផ្នែកខុសពីគ្នាបែបហ្នឹងនេះចាពីទៅវាស្អាតបែបមួយយ៉ាងនេះចាគឺម៉ូដរបស់យើងមើលទៅវាឆ្លងល្អណាស់បងប្អូនគ្នានេះវាស្អាតមែនតើសម្រាប់ម៉ូដនេះគឺអ្នកគ្រូបានលេបផ្ទៃពណ៌សហើយអ្នកគ្រូយកប្រភេទចែពណ៌កាឈុកដើម្បីយកវាមកតក់ហើយចេញជាម៉ូដដូចផ្កាអញ្ចឹងបងប្អូនគ្នាចឹងអ្នកគ្រូអត់មានបានគុកទេអ្នកគ្រូគ្រាន់តែតក់ឲ្យវាហើយតក់បែបរាងមូលអញ្ចឹងហើយវាចេញបាញ់បាច់ម៉ូដឲ្យខ្លួនឯងបែបហ្នឹងចាជាមួយនឹងចែប្រឌិតម៉ូដរបស់យើងប្រឌិតមានរបស់យើងណាបងប្អូនគ្នាចាគឺបែបងាយស្រួលជាមួយនឹងចែប្រឌិតមានអញ្ចឹងបើសិនជាបងប្អូនចង់បានជាប្រភេទចែនេះអ្នកគ្រូក៏មានលក់ដែរណាបងប្អូនគ្នាសម្រាប់ចែអីគឺអ្នកគ្រូក៏មានលក់ដែរប្រភេទពណ៌ចែណាសិនជាបងប្អូនចង់បានសម្ភារៈស្រោអ្នកគ្រូក៏មានលក់ដែរណាបងប្អូនគ្នាចាអញ្ចឹងសម្រាប់ម៉ូដទី2របស់យើងវិញគឺអ្នកគ្រូលើផ្ទៃពណ៌ខៀវហើយយើងយកពណ៌ខ្មៅយកមកពុះបែបចារាងម៉ូដរបស់យើងនេះបងប្អូនចង់ធ្វើម៉ូដផ្សេងពីអ្នកគ្រូក៏បានដែរឬក៏បងប្អូនអត់ទាន់ចេះបងប្អូនអាចមើលហើយរៀនធ្វើតាមអ្នកគ្រូក៏បានដែរតែបើសិនជាបងប្អូនចេះម៉ូដហ្នឹងហើយបងប្អូនអាចបែកម៉ូដឆ្នៃម៉ូដឲ្យខ្លួនឯងក៏បានដែរណាចាអ្នកគ្រូធ្វើម៉ូដនេះសម្រាប់បងប្អូនក៏សម្រាប់គ្នាគាត់អត់ទាន់ចេះណាចាអញ្ចឹងបងប្អូនរៀនធ្វើទៅម៉ូដនេះគឺងាយស្រួលទៅណាចាអញ្ចឹងម៉ូដនេះគឺបែបផ្លាយយ៉ាងប៉ុន្មានចឹងអ្នកគ្រូលើកឲ្យមើលចានេះគឺវាបែបមើលទៅវាដូចកាឡាមើលទៅវាស្អាតមែនចាបងប្អូនគ្នាចាមិនមែនយើងចេះតែគូណាយើងគឺយើងត្រូវរៀបកាឡារៀបខ្លងវាដែលគូក៏ទៅថាវាសោវាស្អាតមើលទៅគឺម៉ូដរបស់យើងស្អាតថ្លៃណាគឺយើងមិនចេះតែគួរទៅពេញពីកញ្ចក់ណាចាសម្រាប់ម៉ូដនេះក៏ដូចគ្នាដែរគឺយើងត្រូវមានឆ្នៃកាឡាឆ្នៃម៉ូដតាមហ្នឹងទៅចានេះម៉ូដពីនេះវាស្តីគ្នាណាបងប្អូនគ្នាតែវាចេញម៉ូដមួយដែលថ្មីដែលប្លែកចាសម្រាប់បងប្អូនទាំងគ្នារៀនធ្វើចានេះអញ្ចឹងបងប្អូនមើលហើយកុំភ្លេចយកទៅរៀនឲ្យបានច្រើនទៅបងប្អូនកាន់តែធ្វើកាន់តែចេះណាបងប្អូនគ្នាកាន់តែធ្វើឲ្យយើងនោះកាន់តែស្ទាត់នៃការឆ្នៃម៉ូដបែបថ្មីរាល់ថ្ងៃបងប្អូនគ្នាអ្នកគ្រូធ្វើវីដេអូចែករំលែកនៃការធ្វើម៉ូដកញ្ចក់នោះរាល់ថ្ងៃអញ្ចឹងបងប្អូនកុំភ្លេចចាតាមដានការ live របស់អ្នកគ្រូហ្នឹងឲ្យបានរាល់ថ្ងៃមកបងប្អូននឹងទទួលបានម៉ូដថ្មីរាល់ថ្ងៃណាបងប្អូនគ្នាហើយកុំភ្លេចជួយ like share ខមមិនអ្នកគ្រូម្នាក់មួយផងណាចាអ្នកគ្រូនឹងមានម៉ូដថ្មីដើម្បីឲ្យបងប្អូនរៀនធ្វើជាមួយគ្រូសម្រាប់ម៉ូដចុងក្រោយនេះក៏ស្អាតយ៉ាងដែរប៉ុន្តែអ្នកគ្រូរៀងទុករៀងយូរអញ្ចឹងវាបែកម៉ូដរៀងអត់សូវឃើញមូលស្អាតណាបងប្អូនគ្នាអញ្ចឹងកន្លែងនេះបញ្ជាក់ណាបងប្អូនមិនសិនជាបងប្អូនចង់ឲ្យវារីកខ្លាំងទេបងប្អូនយកទឹកតែប្រេងរបស់យើងនឹងតិចបានហើយណាបងប្អូនគ្នាមិនសិនជាបងប្អូនចង់ឲ្យវារីកខ្លាំងបងប្អូនលេបច្រើនមកគឺវារីកបែបហ្នឹងហើយបងប្អូនគ្នាប៉ុន្តែយើងធ្វើឲ្យយើងចុកអង្គព្រាមកុំទុកចូលកណ្ដាំទុកយូរវាធ្វើឲ្យម៉ូដរបស់យើងរីកបែបហ្នឹងបងប្អូនគ្នាតិចវាចេញជារូបរាងម៉ូដរបស់យើងវាចេញជាម៉ូដផ្សេងអញ្ចឹងចឹងតែបងប្អូនត្រូវធ្វើហើយបងប្អូនចូលអង្គព្រាមជិះវាធ្វើខុសម៉ូដរបស់យើងចាអញ្ចឹងសម្រាប់ម៉ូដទាំង5នេះចារួចរាល់100%ហើយណាបងប្អូនគ្នាចាបងប្អូនមើលហើយរៀនធ្វើឲ្យបានច្រើនហើយបានស្ទាត់ណាបងប្អូនគ្នាគឺបែបងាយទេយើងធ្វើលឿនណាបងប្អូនគ្នាគឺធ្វើបាន10នាទីហ្នឹងចាអញ្ចឹងអរគុណដល់ការសាកចិត្តនៃការធ្វើរបស់អ្នកគ្រូចាជួបជាមួយអ្នកគ្រូនៅថ្ងៃស្អែកបន្តទៀតអ្នកគ្រូនឹងមានម៉ូដថ្មីៗផ្លែចាច្រើនជាងនេះទៀតដើម្បីជួយជួយបងប្អូនសិស្សរបស់គ្នាដោយសារអ្នកគ្រូចង់ឲ្យវីដេអូនេះវែងជាងអ្នកគ្រូធ្វើបែប5ម៉ូដតាមស្ទាយសិនទៅដើម្បីឲ្យបងប្អូនរៀនធ្វើឲ្យចេះម៉ូដរបស់យើងមួយហើយសិនចាំយើងទៅបន្តម៉ូដផ្សេងទៀតណាបងប្អូនចាអរគុណជួបជាមួយអ្នកគ្រូនៅវីដេអូក្រោយទៀតអរគុណបាយបាយសូមចុច Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី TV Salon ជារៀងរាល់ថ្ងៃ។